mình nấu nông lục nè mình thà dừng rư kê nô tê tại miệng chắc đê sầu lanh trong pua khuôn ai nâng đạt ở tây cột biển dừng co bờ con ai khơi hai thả cà ruột nơi chia bọc ở đây nơi chịu bệnh đi miền khuôn chỉ tì sầu lanh giang cày lên lơ ao vậy để khuôn miền bà miền khuôn chỉ tì sầu lanh hơi dừng co mình trời sầu bằng tay khuôn ai hai bầm plek nẹt ở tây nô tê Tru thả ca ruột nơi chưa mùi nâng mình đâu đa chỉ tì sầu lanh rộng bao nhiêu cóอาศัยในการยกចិត្តទុកដាក់ចំពោះអ្វីៗដែលបានកើតឡើងអំពីសំណាក់នៃជនដទៃផងដែរការពិតទៅវាជាការល្អណាស់ដែលយើងគោរពរាប់អានស្រឡាញ់ចំពោះគ្នានឹងគ្នាមិនថាអ្នកស្ថិតនៅក្នុងតម្លៃណានោះទេក៏ប៉ុន្តែព្រះពុទ្ធជាម្ចាស់បានបញ្យល់ឲ្យថានៅក្នុងលោកនេះមិនថាឪពុកម្ដាយតាយាយឬបងប្អូនមិត្តភក្តិម្នាក់ខ្លះប្តីប្រពន្ធកូនចៅម្នាក់មានសេចក្តីស្រឡាញ់អ្វីស្មើនឹងខ្លួនឯងមិនមានទេពិតណាស់អ្វីដែលមាននៅក្នុងលោកនេះមិនថាទ្រព្យសម្បត្តិមាសប្រាក់លុយកាក់ចាយវាយក្នុងការប្រើប្រាស់សុទ្ធតែរបស់ឧត្តមថ្លៃថ្លាចង់ឲ្យខ្លួនបានល្អបានសុខសរសើរក៏មកតែពីសេចក្តីស្រឡាញ់ចំពោះខ្លួនយ៉ាងក្រៃលែងនោះឯងទោះបីមាសពេជ្រដែលមានតម្លៃថ្លៃឬថោកក៏នៅតែចាញ់តម្លៃរបស់ខ្លួនដដែលលើកដំកើងខ្លួនឲ្យស្ថិតនៅក្នុងអធិបតេយ្យភាពដ៏ប្រសើរបំផុតការស្រឡាញ់ចំពោះអ្នកដទៃមិនថាអ្នកស្ថិតនៅក្នុងការស្រឡាញ់ប្រភេទណានោះទេធម្មតាមនុស្សដែលស្រឡាញ់តែងមានសេចក្តីហួងហែងវាមិនខុសពីរបស់ដែលមានតម្លៃថ្លៃខ្លាំងត្រូវមើលថែឲ្យបានគង់វង្សនោះយ៉ាងណាមិញសេចក្តីស្រឡាញ់គ្រប់យ៉ាងដែលមនុស្សនឹងមនុស្សបានលះបង់នឹងពេលវេលាដ៏មានតម្លៃព្រមទាំងទ្រព្យសម្បត្តិដែលមានផងឲ្យទៅជាមនុស្សដែលជាទីស្រឡាញ់ខ្ពង់ខ្ពស់បំផុតចំពោះមនុស្សដែលខ្លួនស្រឡាញ់តែម្យ៉ាងតើយើងស្រឡាញ់ខ្លួនគេឬក៏យើងស្រឡាញ់ខ្លួនឯងការពិតការដែលយើងយកចិត្តទុកដាក់នឹងអ្នកដទៃព្រោះការមិនពេញចិត្តក្នុងការស្រឡាញ់ចំពោះអ្នកដទៃទេគឺយើងបំពេញចិត្តក្នុងកិលេសរបស់ខ្លួនឯងទេតាបើមិនបានផ្ដល់អ្វីគ្រប់យ៉ាងទៅឲ្យអ្នកដទៃដែលខ្លួនស្រឡាញ់នោះខ្លួនមកជារស័ព្ទរសល់ក៏នឹងលិចលង់ការទុកទួលមនិញចំពោះតែខ្លួនឯងតែម្យ៉ាងព្រោះខ្លួនមានខ្លួនជាទីស្រឡាញ់យ៉ាងក្រៃលែងនឹងហើយបានជាម្នាក់ខំបំពាក់បំពន់សេចក្តីតម្រូវត្រូវការសពសារពើមកលើខ្លួនទាំងអស់ដែលហៅថាខ្លួនគឺសំដៅយកអត្តភាពទាំងមូលរបស់មនុស្សជាតិគឺខ្លួននេះឯងធម្មតាជីវិតដែលមាននៅក្នុងភពផែនដីនេះមិនថាយើងស្ថិតនៅក្នុងឋានៈទាបឬអន់មានឬខ្ពស់រូបនោះសក្តីខ្មៅក្តីអវយវៈគ្រប់គ្រាន់ក្តីមិនគ្រប់គ្រាន់ក្តីកុំថាឡើយតែមនុស្សសូម្បីតែសត្វក៏វាមានខ្លួនជាទីស្រឡាញ់យ៉ាងក្រៃលែងដូចមនុស្សដែរក្នុងឱកាសនេះអាត្មាភាពសូមបរិយាយអំពីមនុស្សតែម្ដងព្រះអង្គទ្រង់ត្រាស់សម្ដែងហើយថាយើងដឹងថាខ្លួនជាទីស្រឡាញ់ក្រៃលែងក៏ត្រូវរក្សាខ្លួននោះឲ្យបានល្អការរក្សាខ្លួនមិនមែនបានដល់នៃការបរិភោគបាយទឹកមួយទឹកជំរះក្អែលឲ្យស្អាតល្អតែភាពខាងក្រៅតែម្យ៉ាងទេបានដល់ភាពស្អាតនៅក្នុងផ្លូវចិត្តជាប្រធានផងដែរព្រោះថាការរក្សាចិត្តរបស់ខ្លួនគឺរក្សាចិត្តរបស់ខ្លួនឯងឲ្យស្ថិតនៅក្នុងអំពើល្អជៀសវាងអំពើទុច្ចរិតបិទទ្វារអាក្រក់ទាំង3មានកាយទុច្ចរិតទ្វារមានកាយមិនប្រហារដោយដៃឬដោយជើងក្នុងអំពើយងខ្នងនិងការកាប់សម្លាប់ជីវិតអ្នកដទៃមិនថាមនុស្សឬសត្វទេម្យ៉ាងទៀតមិនប្រាថ្នាលៀបទ្រព្យរបស់អ្នកដទៃចង់បានមកធ្វើជារបស់ខ្លួនឡើយព្រមទាំងប្តីប្រពន្ធរបស់អ្នកដទៃមិនត្រូវប្រាថ្នាចងអាឃាតឬចង់បានធ្វើជាកម្មសិទ្ធិខុសច្បាប់ដើម្បីខ្លួនកុំដោយសារតែអំណាចនៃតណ្ហាតែម្យ៉ាងសុខចិត្តគ្របសង្កត់ភ្លេចអស់នៅបុណ្យនិងបាបសុខចិត្តធ្វើជាទាសាបម្រើខ្លួន
រហូតធ្វើឲ្យជីវិតមួយនេះមានរនាំងខ្មៅមកជុំពាន់ធ្វើឲ្យជីវិតនេះคล้ายទៅជាឥតន័យជីវិតប្រកបដោយសេចក្តីទុក្ខមានតណ្ហាគ្របសង្កត់ហើយនោះវជ័យទុច្ចរិតទ្វាបិទទ្វាវាចាដែលពោលពាក្យដោយកុហកពាក្យនិយាយឥតប្រយោជន៍ពាក្យញុះញង់ពាក្យអសរោះពាក្យត្រគោះបបោកគឺជាពាក្យចាក់ដោនរឿងអ្វីក៏ដោយកុំគប្បីនិយាយព្រោះថាការនិយាយការចិត្តឲ្យក្តៅក្រហាយអំពីអ្នកដទៃនោះវាមិនមានផលល្អសម្រាប់ខ្លួនយើងដែលចង់និយាយនោះទេមโนទុច្ចរិតទ្វាបិទទ្វាអាក្រក់ដែលកើតអំពីផ្លូវចិត្តមិនត្រូវមានចិត្តមិនល្អទៅលើអ្នកដទៃមិនត្រូវព្យាបាទគុំគួននឹងអ្នកដទៃមិនត្រូវគិតប្រាថ្នាចង់បានទ្រព្យសម្បត្តិឬក៏សម្លឹងរំពៃនៃរបស់អ្នកដទៃមកធ្វើជារបស់ខ្លួនឡើយកាលបើបុគ្គលណាបិទទ្វាអាក្រក់ទាំង3នេះបានហើយលោកអ្នកអាចចាត់ទុកថាជាមនុស្សពេញដោយសេចក្តីស្នេហាចំពោះខ្លួនឯងនិងជួយខ្លួនឯងលើកស្ទួយឲ្យផុតអំពីសេចក្តីទុក្ខឲ្យស្ថិតនៅក្នុងតម្លៃជាមនុស្សពិតប្រាកដមានការប្រព្រឹត្តល្អដោយកាយក្តីដោយវិចារក្តីដោយចិត្តក្តីមានសុចរិតធម៌ទាំង3នេះជាឫសគល់របស់កុសលមូលមិនងាយនឹងបុគ្គលណាមួយទៅកោះរំលើងបានព្រោះអាស្រ័យនៃបុគ្គលនោះមានខ្លួនអប់រំល្អហើយមិនងាយនឹងអំពើបាបធម៌ចូលមកទន្ទ្រានយិនយីនាំឲ្យរំខានល្អក់ចិត្តឡើយម្យ៉ាងទៀតណាលោកអ្នកត្រូវរក្សាអប់រំចិត្តឲ្យបានល្អខ្ពស់បំផុតក្នុងគោលជំហរឲ្យច្បាស់លាស់ចំពោះខ្លួនឯងត្រូវកម្ចាត់ភ្លើងទាំង3កុំឲ្យចូលមកក្នុងជីវិតរបស់យើងព្រោះថាភ្លើងទាំង3នេះគ្មានផ្សែងហុយឲ្យប្រកបដូចឃើញភ្លើងធម្មតាទេតែវាអាចធ្វើឲ្យយើងវក់វីឆាបឆេះឈួលក្តៅក្ដួលអោរាអាស្រ័យដោយបុគ្គលមិនបានអប់រំមិនបានការពារខ្លួនរក្សាខ្លួនឲ្យបានល្អឯភ្លើងទាំង3នោះគឺរាគៈគិភ្លើងគឺរាគៈបានដល់ដំរេកទោសកិភ្លើងគឺទោសៈបានដល់សេចក្តីខឹងក្រោធមោហកិភ្លើងគឺការវង្វេងបានដល់នៃការប្រកាន់អ្នកណាមួយមានសេចក្តីប្រាថ្នាចង់បានមិនចេះចប់មិនចេះព្រមល្មមគ្រប់គ្រាន់បន្តិចចង់បាននេះបន្តិចចង់បាននោះព្រោះតែចង់បាននោះហើយដោយអំណាចនៃសេចក្តីល្មមដ៏ច្រើនលោកចាត់ទុកថាជាភ្លើងមួយដែរព្រោះដុតកំឡោចបុគ្គលដែលជាអ្នកប្រាថ្នានោះឲ្យវង្វេងវង្វាន់វក់វីនឹងកិលេសកម្មវត្ថុកម្មរហូតដល់អស់ជីវិតដោយមិនបានដឹងអំពីអ្វីដែលជាសេចក្តីទុក្ខនិងដុតកំឡោចនៃជីវិតនេះឲ្យឆាបឆេះរស់រាលឡើយបុគ្គលណាមួយហើយចូលចិត្តខឹងច្រើនប្រកាន់ច្រើនព្រោះតែខ្លួនមិនបានដល់គេរីឯគេក៏មិនបានដល់ខ្លួនឯខ្លួនអន់ជាងគេអន់ជាងខ្លួនបុគ្គលច្រើនតែមានភ្លើងទោសៈរមែងដុតកំឡោចកើតចិត្តឲ្យក្តៅក្រហាយទោះបីពេលខ្លះអត់និយាយគ្នាសោះគ្រាន់តែឃើញមុខគ្នាភ្លាមខឹងគ្នាផ្លែតអោលោកឲ្យលោករឿងដែលមិនគួរកើតបែរទៅជាកើតបុគ្គលបែបនេះច្រើនតែយករឿងអាក្រក់មកដាក់ក្នុងខ្លួនជានិច្ចព្រោះអំណាចនៃភ្លើងដែលមាននៅក្នុងខ្លួនដល់បុគ្គលនោះរមែងប្រកបកើតឡើងឆេះរស់រាលធ្វើឲ្យបុគ្គលនោះទៅទីកន្លែងណាក៏ដោយក៏រមែងតែមានរឿងក្តៅក្រហាយជានិច្ចមិនចេះមានសេចក្តីសុខទេមិនថាពេលយប់ឬពេលថ្ងៃនោះឡើយឲ្យតែខ្លួនគិតឃើញគឺឆេះរស់រាលជានិច្ចបុគ្គលណាមួយហើយរមែងមានការវង្វេងវង្វាន់ភ័ន្តច្រឡំច្រើនបុគ្គលនោះឈ្មោះថាមោហកិគឺការវង្វេងភ័ន្តស្មារតីចំពោះអ្វីគ្រប់យ៉ាងទាំងអស់ដែលកើតមាននៅក្នុងខ្លួននិងជីវិតរបស់អ្នកដទៃសុទ្ធតែស្ថិតនៅក្នុងអំណាចជាអមតៈមិនអាចរលត់រលាយបានតែតាមធាតុពិតអ្វីគ្រប់យ៉ាងទាំងអស់មិនថារូបសម្បត្តិទ្រព្យសម្បត្តិលៀបយស
ឬអ្វីដែលយើងមាននោះទេតែងតែមានការប្រែប្រួលទៅជាធម្មតាមានជាតិមានកំណើតកើតហើយត្រូវទទួលទុកទោសប្រកបដោយសេចក្តីចាស់ចរាក្រំគ្រាឈឺជំងឺដំកាត់ព្រមទាំងមរណាស្លាប់ចាកសង្ខារទាំងឡាយចំពោះជីវិតរបស់សត្វសត្វគ្រប់រូបទាំងអស់មិនថាយើងឬគេនេះទេក៏ប៉ុន្តែបុគ្គលដែលមានការវង្វេងប្រកបដោយមោហៈកិច្រើនតែភ្លៀងនោះប្រកាន់ចំពោះថាអ្វីគ្រប់យ៉ាងទាំងអស់សុទ្ធតែជារបស់ខ្លួនឯងទាំងអស់អស់លោកអ្នកសាទៅសពអរោះទាំងឡាយហើយបើយើងដឹងហើយក៏បីជៀសវាងឲ្យឆ្ងាយជាការល្អព្រោះភ្លើងទាំង3នេះប្រកបដោយរាគៈច្រើនប្រកបដោយការខឹងច្រើនប្រកបដោយការវង្វេងច្រើនរមែងចូលមកដល់បៀតបៀនចំពោះជីវិតរបស់បុគ្គលណាដែលមិនមានធម៌អប់រំផ្លូវចិត្តឲ្យចាក់ច្បាស់ពិតប្រាកដនោះការពិតទៅកិលេសនេះជាគ្រឿងទម្លាយចិត្តជាមេរោគនាំឲ្យចិត្តសៅហ្មងគ្រោលគ្រាតដុតកំដៅខ្លួនដោយខ្លួនឯងជាអ្នកមានអាមិសៈគ្របសង្កត់ហើយម្ល៉េះហើយការធ្វើបន់ក្នុងសេចក្តីជ្រះថ្លាមានការធ្វើទានជាដើមក៏នៅជាប់ចម្ពាក់នឹងចិត្តកំណាញ់ច្រើនធ្វើហើយក៏នៅតែប្រកាន់ថាជារបស់អញដដែលធ្វើសទ្ធានេះក៏ឲ្យធ្លាក់ចុះតិចទៅព្រោះដោយការមិនជឿកម្មនិងផលរបស់កម្មនោះឯងការធ្វើទានបណ្ឌិតទាំងឡាយតែងសរសើរមានព្រះពុទ្ធជាប្រធានជាដើមការដែលព្រះសម្មាសម្ពុទ្ធនៅជាព្រះពោធិសត្វបានជាតួអង្គព្រះវេស្សន្តរលោកមានចិត្តអត់ធន់ក្នុងទានបារមីដើម្បីជាប់ចម្ពាក់ក្នុងការត្រាស់ដឹងជាព្រះពុទ្ធព្រះអង្គបានស៊ូលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តមានមហាបរិច្ចាគទានទាំងឡាយ5នោះគឺ1អង្គៈបរិច្ចាគព្រោះព្រះអង្គលះបង់អវយវៈណាមួយឲ្យជាទាន2ធនៈបរិច្ចាគព្រោះព្រះអង្គលះបង់ទ្រព្យសម្បត្តិរបស់ខ្លួនឲ្យទៅជាទាន3បតៈបរិច្ចាគព្រះអង្គលះបង់បុត្រឲ្យជាទាន4ទារៈបរិច្ចាគព្រះអង្គលះបង់ប្រពន្ធឲ្យទៅជាទាន5ជីវិតៈបរិច្ចាគព្រះអង្គលះបង់ជីវិតឲ្យជាទានការលះបង់របស់ព្រះពុទ្ធការនៅជាពោធិសត្វនោះជាមហាបរិច្ចាគដែលគ្មានទេវតាមារឥន្ទព្រហ្មយក្សគន្ធពឬមនុស្សណាម្នាក់ឲ្យបានធ្វើដូចជាការបរិច្ចាគរបស់ព្រះអង្គឡើយដើម្បីបំពេញនៅមហាកុសលបានសម្រេចជាពោធិញ្ញាណព្រះអង្គមិនជាប់ចម្ពាក់ក្នុងអ្វីដែលខ្លួនមាននោះឡើយដើម្បីបំពេញក្នុងបុណ្យបារមីក្នុងទាននេះព្រមទាំងប្រពន្ធនិងកូនដែលមាននិស្ស័យល្អរាប់ជាតិមកហើយបានសន្សំទុកអស់ការជាយូរនោះក៏ធ្វើតាមរបស់ចិត្តនៃព្រះពោធិសត្វមិនអល់ឯកមិនចំទាស់ឡើយតែបើយើងជាមនុស្សសពថ្ងៃនេះដែលរស់នៅក្នុងភពផែនដីនេះបើមិនបានធ្វើទានដ៏ឧត្តមឧត្តមប្រកបដោយបរមត្ថបារមីជាទានដ៏ល្អប្រសើរលើសលប់រកអ្វីប្រៀបផ្ទឹមមិនបាននេះត្រឹមតែយើងបានធ្វើទានឲ្យល្អតាមសមគួរអាណិតអាសូរចំពោះជីវិតអ្នកខ្វះខាតព្រមទាំងធ្វើបុណ្យចម្រើនកុសលឲ្យបានជាប្រយោជន៍នៃការរួចចាកទុក្ខព្រោះថាការធ្វើបុណ្យរក្សាសិលចម្រើនមេត្តាភាវនាពិសេសគឺធ្វើទាននេះតែម្ដងរមែងបាននៅអានិសង្សមកវិញគឺធ្វើឲ្យយើងមានចិត្តល្អចិត្តបរិសុទ្ធចិត្តជ្រះថ្លារីករាយសប្បាយក្នុងទានការលះបង់នៅបរិច្ចាគនៃទានទាំងឡាយនេះរមែងបានអានិសង្សមកវិញគឺធ្វើចិត្តឲ្យបុគ្គលដែលលះបង់នោះឲ្យคล้ายទៅជាមនុស្សដែលល្អមិនធ្វើខ្លួនឲ្យស្ថិតនៅក្នុងធម៌ជាប់ចម្ពាក់ប្រកបដោយសេចក្តីល្មោបច្រើនការយល់ឃើញច្បាស់ដូច្នេះបណ្ឌិតទាំងឡាយមានអរិយបុគ្គលជាដើមលោកបានលះបង់កាត់ចោលហើយដោយការធ្វើទានបរិច្ចាគទានបានដល់លះកាត់ដំរីក្នុងលោភៈកុំឲ្យមានជាប់ចម្ពាក់ច្រើនម្យ៉ាងដែរឯបុគ្គលចម្រើនមេត្តាគឺសេចក្តីអាណិតអាសូរចំពោះជីវិតសពសត្វក៏កាត់បន្ថយភ្លើងទោសៈគឺការខឹងក្រោធច្រើនដែរម្យ៉ាងទៀត
ដើម្បីបំបត្តិមោហៈក្នុងការវង្វេងមិនត្រូវយល់ច្រឡំថាអ្វីជារបស់អញឡើយវាគឺជារបស់អនត្តាសសូនឆឹងទទេទេតាដើម្បីបំបត្តិក្នុងការវង្វេងត្រូវធ្វើឲ្យខ្លួនកុំឲ្យជាមនុស្សមានសេចក្តីប្រាថ្នានិងការប្រកាន់ច្រើនមិនត្រូវយល់ថាអ្វីជារបស់នរណាម្នាក់មិនថាយើងឬគេនោះទេកាលណាបើបុគ្គលបានអប់រំផ្លូវចិត្តបានល្អហើយជាហេតុនាំឲ្យកើតក្នុងការត្រាស់ដឹងរកនៅគុណធម៌ទាំងឡាយព្រោះជាអ្នកមិនហួងហែងជាអ្នកមិនប្រកាន់ច្រើនមិនត្រេកអរក្នុងសេចក្តីប្រកាន់ចំពោះខ្លួនឯងនិងវត្ថុដទៃឈ្មោះថាជាអ្នកមានចិត្តចាកសូន្យរលត់នៅភ្លើងទុក្ខភ្លើងកិលេសក្នុងសន្តានហើយព្រះពុទ្ធជាម្ចាស់និងអរិយបុគ្គលទាំងឡាយមានឋានព្រះនិព្វានជាទីរលត់បងនៅទុក្ខសោកភ័យចង្រៃមិនកើតមិនចាស់មិនឈឺស្លាប់ជាដើមឡើយដូច្នេះហើយបុគ្គលមានខ្លួនជាទីស្រឡាញ់ចូលរក្សាខ្លួនឲ្យដូចជាបុគ្គលដែលរក្សាភ្នែកតែម្ខាងកុំដុតខ្លួនកុំធ្វើខ្លួនប្រកបដោយអំណាចនៃទុច្ចរិតកុំបំផ្លាញខ្លួនកុំធ្វើឲ្យខ្លួនវិនាសឡើយយើងត្រូវគ្រប់គ្រងសង្កត់សង្កិននៅកិលេសក្នុងបាបធម៌ទាំងឡាយដែលកើតហើយលះបង់ចេញឲ្យឆ្ងាយត្រូវរក្សាខ្លួនធ្វើសតិក្នុងសេចក្តីនឹករលឹករឿយឲ្យតាំងនៅក្នុងសេចក្តីអសុបកម្មដ្ឋានមិនថាពេលមានឬអត់ទេមានឧបេក្ខាធម៌តាំងនៅចំកណ្ដាលមិនឆ្វេងពេកមិនស្ដាំពេកចំពោះមនុស្សណាដែលរស់នៅជុំវិញខ្លួនយើងព្រះអង្គទ្រង់ត្រាស់ថាអត្តានុរក្ខេភវមេអដាយហិចូលរក្សាខ្លួនរឿយកុំដុតខ្លួនឡើយបុគ្គលគប្បីថែរក្សាខ្លួនកុំដុតបំផ្លាញខ្លួនកុំធ្វើខ្លួនឲ្យវិនាសក្នុងមហន្តរាយនានាឲ្យសោះព្រោះខ្លួនគឺបុគ្គលរក្សាបានដោយកម្រក្រៃពេកណាស់ព្រោះខ្លួនច្រើនប្រព្រឹត្តទៅតាមអំណាចរបស់កិលេសធម្មតាកិលេសជាគ្រឿងសៅហ្មងទាំងឡាយតែងគ្របសង្កត់នៃចិត្តមនុស្សឲ្យដាច់ដាច់ក្នុងបាបនៃអកុសលបុគ្គលដែលត្រូវរក្សាខ្លួនគឺគប្បីញ៉ាំងសតិនិងសម្បញ្ញញ្ញៈឲ្យភ្ញាក់រលឹកដឹងខ្លួនគ្រប់កាលទើបឈ្មោះថាអាចរក្សាការពារខ្លួនបានការដែលរក្សាខ្លួននោះគឺត្រូវប្រយ័ត្នខ្លួនរវាងការពារខ្លួនមិនឲ្យប្រព្រឹត្តទៅតាមអំណាចរបស់កិលេសពោលគឺអំពើចិត្តដែលនឹកឃើញចង់ធ្វើអ្វីនោះកុំដុតបំផ្លាញខ្លួនដោយខ្លួនឯងកើតឲ្យចិត្តក្តៅក្រហាយរស់រាលនៃអំពើភ្លើងកិលេសនោះឡើយបើបុគ្គលដែលមានចិត្តអប់រំល្អហើយឈ្មោះថាជាអ្នកមិនដុតខ្លួនឡើយជាអ្នកមានសេចក្តីសុខស្ងប់គ្រប់ពេល